ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាម្ដងទៀតហើយថ្ងៃនេះគឺវីដេអូដដែលទេពុកម៉ែបងប្អូនតែថ្ងៃនេះគឺភ្លៀងខ្លាំងមែនតើចំណែកដែលទឹកនៅតាមដៃសមុទ្រហ្នឹងគឺអត់មានឡើងអីមិនតិចសោះតែម្ដងគឺមានតែស្រកថែមបើសិនជាភ្លៀងនៅតាមវាលស្រែតាមជនបទគឺមានទឹកត្រពាំងទឹកអូរទឹកបឹងទឹកបលាយហ្នឹងគឺឡើងព្រៀបត្រៀបត្រាអស់ហើយតែនេះគឺភ្លៀងនៅតាមដៃសមុទ្រនៅសមុទ្រនោះគឺមានតែស្រកថែមចំណែកដែលទូកនេះគឺចតនៅឯខាងហ្នឹងគឺឡើងកោលដីតែម្ដងពុកម៉ែបងប្អូនហើយទូកនេះដែរគឺជាទូកប្រមងអត់ទាន់ចេញទេប្រហែលថ្ងៃហ្នឹងគឺខ្យល់ខ្លាំងមែនតើដូច្នេះហើយអត់ហ៊ានចេញទៅទេប្រហែលជារយៈពេល2-3ថ្ងៃទៀតនឹងអាចស្ងប់ខ្យល់វិញនឹងអាចចេញទៅរកត្រីម្ដងទៀតនិយាយរួមទៅគឺខែភាសាភាគច្រើនតែម្ដងដូចខ្ញុំចេញវីដេអូមុនអញ្ចឹងគឺខែភាសាហ្នឹងគឺទូករកត្រីអត់សូវបានពីព្រោះអីនៅកណ្ដាលសមុទ្រហ្នឹងគឺមានទឹកហូរទឹកល្អឬក៏ភ្លៀងខ្យល់អាឡោកហ្នឹងគឺពិបាកវាងអួនមែនតែដូច្នេះហើយគឺទូកភាគច្រើនតែម្ដងរកត្រីអត់សូវបានហើយទូកនេះដែរនៅចតយូរណាស់ហើយពុកម៉ែបងប្អូនគឺអត់ទាន់ចេញទេទូកនេះគឺជាទូកត្រីកំងដូច្នេះហើយគឺមានខ្យល់មានភ្លៀងហ្នឹងគឺអត់ហ៊ានចេញតែម្ដងបើសិនជាទូកធំហ្នឹងនឹងអាចចេញខ្លះចំណែកដែលទូករឿងតូចនេះគឺអត់សូវហ៊ានចេញទេឲ្យតែថ្ងៃណាមានខ្យល់មានអីហ្នឹងគឺនៅចតតែម្ដងជួនកាលចេញទៅបានមួយយប់ហ្នឹងគឺចាប់ផ្ដើមចូលមកវិញពីព្រោះអីមានខ្យល់មានភ្លៀងដូច្នេះហើយគឺនៅអត់បានយូរតែម្ដងបើសិនជានៅបានយូរ4-5ថ្ងៃហ្នឹងគឺចាប់ត្រីបានច្រើនហើយចេញទៅបានតែមួយយប់ហ្នឹងគឺចាប់ត្រីបានតិចមែនឥឡូវនេះគឺបែរមកមើលអ៊ំស្រីម្នាក់ដែលគាត់កំពុងតែរកនៅក្នុងដីដើម្បីរកហយសើឬក៏ខ្យងខ្ចៅអីពុកម៉ែបងប្អូនពីព្រោះអីក្រោយពីបានភ្លៀងមួយមេធំរួចគឺទឹកសមុទ្រស្រកតែម្ដងឥឡូវនេះគឺគាត់កំពុងតែខ្វេះដីដើម្បីរកខ្យងឬក៏រកគ្រោមរកអីអញ្ចឹងពុកម៉ែបងប្អូននៅតាមដៃសមុទ្រហ្នឹងគឺទឹកស្រកខ្លាំងមែនតែនកាលពីមុនហ្នឹងឲ្យតែទឹកស្រកហ្នឹងគឺអ្នករកហយឬក៏រកខ្យងរកខ្ចៅហ្នឹងគឺច្រើនមែនតែនតែម្ដងនេះគឺដូចជាអត់សូវមានគឺស្ងាត់មែនតែននៅតាមដៃសមុទ្រទឹកស្រកខ្លាំងមែនតើឥឡូវនេះគឺមកមើលមាត់សមុទ្រវិញម្ដងពុកម៉ែបងប្អូនមិញហ្នឹងគឺនៅតាមដៃសមុទ្រហ្នឹងគឺមានទឹកស្រកខ្លាំងមែនតែនហើយក៏នៅតាមមាត់សមុទ្រក៏ស្រកខ្លាំងដូចគ្នាចំណែកដែលថ្មរាងសម្បុរខ្មៅនោះគឺស្នាមទឹកស្រកប្រហែលជា1ម៉ែត្រជាងឯណោះហើយកន្លែងដែលខ្ញុំឈរថតហ្នឹងគឺជាកន្លែងដែលធម្មតាទឹកឡើងហ្នឹងគឺត្រឹមទ្រូងពុកម៉ែបងប្អូនតែឥឡូវហ្នឹងគឺស្រកមើលឃើញដីតែម្ដងខ្ញុំមកលេងសមុទ្រថ្ងៃដំបូងគឺឃើញទឹកសមុទ្រហ្នឹងគឺឡើងខ្លាំងមែនតែនបន្ទាប់មកទៀតប្រហែលជា4-10ថ្ងៃខ្ញុំមកលេងសមុទ្រម្ដងទៀតគឺទឹកស្រកខ្លាំងមែនតែនដូច្នេះហើយគឺឆ្ងល់មែនតែនថ្ងៃដំបូងហើយដល់ឥឡូវគឺដឹងហើយពេលដែលទឹកសមុទ្រស្រកហ្នឹងគឺមានពេលវេលាជួនកាលស្រកថ្ងៃជួនកាលស្រកព្រឹកជួនកាលស្រក
ហើយក៏វីដេអូរបស់ខ្ញុំបាទក៏ឈានមកដល់ទីបញ្ចប់ផងដែរជាចុងក្រោយនឹងគឺសូមអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាមកទស្សនាវីដេអូរបស់ខ្ញុំបាទពីដើមរហូតដល់ចប់សូមឲ្យពុកម៉ែបងប្អូនតាណាមកណាសូមជួបតែសុវត្ថិភាពគ្រប់គ្នាអរគុណជម្រាបលាជួបគ្នានៅវីដេអូថ្មីបន្ទាប់ទៀត